សង្គ្រាម10ថ្ងៃនេះអ៊ីរ៉ង់ស្លាប់1255នាក់និងរបួស12000នាក់គណៈអ៊ីស្រាអែលស្លាប់10នាក់ហើយអាមេរិកស្លាប់ក្រោម10នាក់គណៈពេលដែលសង្គ្រាមរបស់សហរដ្ឋអាមេរិករួមដៃជាមួយសម្ព័ន្ធមិត្តអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ដែលផ្ទុះឡើងកាលពីថ្ងៃសៅរ៍ទី28ខែកុម្ភៈនិងឈានចូលថ្ងៃទី10គិតត្រឹមថ្ងៃច័ន្ទទី9មីនាឆ្នាំ2026នេះតួលេខបឋមបង្ហាញថាភាគីអ៊ីរ៉ង់ស្លាប់ចំនួន1255នាក់និងរបួស12000នាក់ចំណែកឯភាគីអ៊ីស្រាអែលស្លាប់យ៉ាងហោចណាស់13នាក់ទាហានអាមេរិកស្លាប់8នាក់និងស្លាប់14នាក់ផ្សេងទៀតនៅបណ្ដាប្រទេសឈូសមុទ្រពេដែលរងការវាយប្រហារពីអ៊ីរ៉ង់នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅក្នុងសង្គ្រាមនោះទីក្រុងតេហេរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីលនិងយន្តហោះដ្រូនអត្តឃាតស្រោចស្រពទៅលើប្រទេសអ៊ីស្រាអែលនិងឈ្មោះទៅកាន់មូលដ្ឋានយោធាអាមេរិកដែលមាននៅក្នុងប្រទេសជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ានៅក្នុងរូបភាពខាងក្រោមគឺជាទិន្នន័យលម្អិតដែលបង្ហាញពី11ប្រទេសដែលរងការវាយប្រហារនៅក្នុងសង្គ្រាមនេះបូករួមសហរដ្ឋអាមេរិកដោយសញ្ញាចុចខៀវតំណាងឲ្យការវាយប្រហារដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចំណែកឯសញ្ញាចុចក្រហមតំណាងឲ្យការវាយប្រហារដោយអ៊ីរ៉ង់សារព័ត៌មាន Al Jazeera បានផ្ដល់ទិន្នន័យលម្អិតអំពីប្រទេសទាំង11នៅមជ្ឈិមបូព៌ាបូករួមសហរដ្ឋអាមេរិកដែលរងការវាយប្រហារនិងចំនួនអ្នកស្លាប់ព្រមទាំងរងរបួសមានចំនួនដូចខាងក្រោមទី1ប្រទេសលីបង់ស្លាប់394នាក់របួសជាង1000នាក់ទី2ប្រទេសស៊ីបឬ Cyprus គ្មានអ្នកស្លាប់និងរបួសទី3ប្រទេសអ៊ីរ៉ាក់ស្លាប់6នាក់របួសរាប់សិបនាក់ទី4ប្រទេសអ៊ីរ៉ង់ស្លាប់1255នាក់និងរបួស12000នាក់ទី5ប្រទេសអ៊ីស្រាអែលស្លាប់13នាក់របួសជិត2000នាក់ទី6ប្រទេសហ្សកដានីគ្មានអ្នកស្លាប់តែរបួស14នាក់ទី7ប្រទេសគុយវ៉ាតស្លាប់6នាក់និងរបួសរាប់សិបនាក់ទី8ប្រទេសបារ៉ែនស្លាប់1នាក់និងរបួស40នាក់ទី9ប្រទេសកាតាគ្មានអ្នកស្លាប់តែរបួស16នាក់ទី10ប្រទេសអារ៉ាប៊ីសាអូឌីតស្លាប់2នាក់និងរបួស12នាក់ទី11ប្រទេសអេមីរ៉ាតអារ៉ាប់រួមស្លាប់4នាក់របួស112នាក់ទី12យោធាសហរដ្ឋអាមេរិកស្លាប់8នាក់និងរបួស18នាក់